bị basicទាំងអស់ទី1រៀនឲ្យចេះបើរៀនចេះហើយអានឲ្យច្រើនបើយើងអានឲ្យច្រើនបើយើងរៀនចេះយើងដឹងបើយើងដឹងយើងមិនសូវខ្លាចទេយើងធ្វើអីនិយាយអីក៏ចេញមកពីបេះដូងយើងមិនបាច់អង្គុយទិញអង្គុយចាំអីទេណាហើយយើងអត់ពួយបារម្ភអត់ភ័យខ្លាចទេព្រោះវានៅខួរក្បាលយើងហាមអត់ចេញចឹងបើថារៀនឲ្យជ្រៅរៀនឲ្យចេះរៀនឲ្យដឹងរៀនឲ្យច្បាស់វានៅក្នុងខួរក្បាលយើងដូច dictionary ចឹងដូចវិជ្ជាណានុក្រមចឹងវិជ្ជាណានុក្រមពាក្យ synonym ពាក្យ antonym ពាក្យ theosis អីហ្នឹងវានៅក្នុងហ្នឹងតែនេះអានសភៅប្រឡំលោកតែនេះអានសភៅ romantic តែនេះអានសភៅ fiction តែនេះអានសភៅ non fiction fiction រឿងកលៃ non fiction រឿងពិតរៀនអានសភៅ scientific សភៅវិទ្យាសាស្ត្រអានសភៅ psychology ចិត្តវិទ្យាសភៅគឺការ human development ការវិវត្តរបស់មនុស្សយើង human sexuality ការគេហៅថាភេទរបស់មនុស្សយើងណាហើយរៀនពី human development ការលូតលាស់របស់មនុស្សយើងហើយរៀនពី cognitive psychology ការបញ្ញាញាណរបស់ខួរក្បាលមនុស្សយើងរៀនពី behavior psychology ពីឥរិយាបថអាកប្បកិរិយារបស់មនុស្សយើងរៀនពីphysiology សរីរាង្គកាយរបស់មនុស្សយើងរៀនពី organization ពីការគ្រប់គ្រងរៀបចំខ្លួនប្រាណយើងជាក្រុមហ៊ុនរៀនពី etiquette សណ្ដាប់ធ្នាប់ការរៀបរយខ្លួនញ៉ាំចុកស្លៀកពាក់នេះទេតែក៏ខ្ញុំរាប់មិនទៅបាន 1.01% ទេនៅសល់ 100% គឺទៅរៀនអស់ហើយមេធ្វើគឺអាន newspaper អាន magazine អាននេះអាននោះអានអស់ហើយខ្លួនចាស់ទៅស្ដាប់ព័ត៌មានដល់យូរទៅអ្វីនៅក្នុងកើតលើលោកនេះវាហាក់បីដូចជាយើងអត់មានរំលងឯណាវានៅខួរក្បាលយើងបន្តសាច់រឿងអញ្ចឹងអារឿងបន្លំលោកអារឿងវិទ្យាសាស្ត្រអារឿងអីទាំងអស់វាចិត្ត20 50 រឿងហ្នឹងវាដូចជាបន្តភាគនៅបន្តភាគមកវាជាប់ឌូតនៅខួរក្បាលយើងហើយយើងដើរទៅវាមកបន្តភាគចឹងរឿងទាំងអស់ពីសេដ្ឋកិច្ចពីនយោបាយពីសង្គមពីស្អីវានៅជាប់ហ្នឹងបន្តយើងដើរទៅណាវាមកតាមវិភាគរបស់វាដល់ពេលអញ្ចឹងអ្វីបើគេថាដូចបាតដៃអញ្ចឹងនៅបាតដៃអញ្ចឹងការនិយាយការសរសេរការគិតការមើលឃើញវាធ្លាយវាធ្លុះដល់ពេលអញ្ចឹងទៅធ្វើឲ្យមនុស្សក្លាហានធ្វើឲ្យមនុស្សចេះធ្វើឲ្យមនុស្សដឹងធ្វើឲ្យមនុស្សយល់ហើយធ្វើឲ្យមនុស្សអាចទូទីមុនមើលឃើញមុនវិនិច្ឆ័យច្បាស់អាចទាំងអស់នេះហើយដែលចេញមកពីកត្តាខំរៀនហើយនឹងឃ្លាននៅចំណេះចង់ចេះនៅអ្វីកើតឡើងជុំវិញខ្លួនធ្វើឲ្យយើងនេះណាម្ចាស់ខ្លួនហ្នឹងគឺមិនចង់ឲ្យចាញ់ប្រៀបគេមិនចង់ឲ្យក្រមិនចង់គេជិះជាន់ក៏មិនចង់បាក់ស្បាតដែរអញ្ចឹងគេហៅថាចេញពីកត្តារៀនពីកត្តាអានហើយបើយើងចេះហើយយើងចេះថែទាំសុខភាពយើងមិនចង់ឲ្យឈឺបើឈឺយើងមិនចង់ឲ្យក្រមកជីវិតក្រមកពូជពងគុំគ្រួសារអាខ្លះលក់ដីឃ្លីអាខ្លះចេះទៅអស់លីងក្រដោយសារឈឺចឹងកត្តា2ដែលគេបុកឲ្យឬថាពិបាលនៅប្រទេសណាក៏ដោយគឺបុកទៅលើ2ហ្នឹងវិស័យអប់រំបើអប់រំខ្លាំងប្រជាជនចេះទាំងអស់បើចេះតាំងពីសុខភាពគេចេះថែទាំអញ្ចឹងមិនងាយឈឺបើមិនងាយឈឺមិនអស់លុយបើមិនអស់លុយគឺមិនងាយក្រអញ្ចឹងការរស់នៅអនាម័យការរស់នៅសណ្ដាប់ធ្នាប់ការរស់នៅមានថ្លៃភាពថ្លៃថ្នូរជាយងយកអនុគ្រោះមិនឆ្លោះគ្នាមិនគុំគ្នាមិនជេរគ្នាមិនអីទាំងអស់វាទៅមុខល្អអញ្ចឹងយើងបុកអាពីរនឹងឲ្យច្បាស់ក្រសួងអប់រំសុខាភិបាលអប់រំហើយប្រទេសអភិវឌ្ឍន៍បន្តពងអភិវឌ្ឍប្រទេសក្រោយក៏គេផ្ដោតពីលើក្រសួងហ្នឹងហើយបើពីលើក្រសួងហ្នឹងតតែប្រជាពលរដ្ឋយើងទៀមទីប្រជាពលរដ្ឋយើងលើកសំណុំពរប្រជាពលរដ្ឋយើងសុំបានចឹងបានវាទៅមុខបើយើងមិនសូវlevelយើងមិនសូវដឹងយើងមិនសូវស្ងល់អត់ទេលើយើងថាយើងចេះអស់ហើយយើងនៅអស់ហើយយើងចង់ធ្វើអីមួយអញ្ចឹងអាភាពក្លាហានរបស់យើងវាធ្វើឲ្យយើងចេះនិយាយអាភាពចេះដឹងរបស់យើងធ្វើឲ្យយើងចេះវោហារចេះពិភាក្សាចេះបែកកំណត់អាពាក្យស៊ាំរបស់យើងនឹងការតស៊ូមតិការនិយាយការអានអីហ្នឹងវាធ្វើយើងក្លាហានហើយអញ្ចឹងបើលើយើងចង់ធ្វើអីមួយមិនថាធ្វើយុវជនជាអង្គការធ្វើស្អីក៏ដោយត្រូវចាំថាវាមានទៅ7ចំណុចនៃគុណភាពមួយធ្វើអីក៏ដោយមួយតែធ្វើលើអីមួយអ្នកលក់អីក៏ដោយលក់អីមួយអ្នកដឹកនាំអីមួយអានេះគេហៅ product ឬក៏សេវាកម្មដែលយើងធ្វើបើ product ណាយើងធ្វើសេវាកម្មណាយើងធ្វើបើយើងលក់អីលក់នំបើយើងលក់អីលក់ឧបករណ៍ណាបើយើងបម្រើគេបម្រើសេវាកម្មដូចជា hotel ដូចជាសាលាអញ្ចឹងបម្រើសេវា
ចឹងឧបករណ៍ហ្នឹងរបស់ហ្នឹងហើយនឹងសេវាកម្មយើងត្រូវការគុណភាពលេខ1ធ្វើអីក៏ដោយឲ្យលើសេវាកម្មលើ product ហ្នឹងឲ្យបាន quality លេខ1អាហ្នឹងគឺឈ្នះមួយឯងទី2ការបម្រើសេវាកម្មទៅលើរបស់យើងលក់ហ្នឹងណាលើសេវាកម្មយើងផ្ដល់ហ្នឹងសេវាកម្មហ្នឹងឲ្យវាមានគុណភាពលេខ1ធ្វើក៏ដោយឲ្យលេខ1ណាអាហ្នឹងយើងឈ្នះ2ណាហើយយើងប្រើប្រាស់សេវាកម្មយើងលក់សេវាកម្មហ្នឹងលក់ឧបករណ៍ហ្នឹងណាយើងឲ្យវាមានគេហៅវិន័យសម្ដាប់ធ្នាប់នៃការធ្វើសេវាកម្មហ្នឹងនៃការប្រើប្រាស់ឬលក់ឧបករណ៍សម្ភារៈហ្នឹងឲ្យវាមានវិន័យសម្ដាប់ធ្នាប់ការលក់ដូរអ្នកណាធំណាតូចណាមេកោយណា manager ពេលភ្ញៀវមកណារស់រានណាស្វាគមន៍ណាគេគិតលុយមានរឿងទៅតាក់ទងអ្នកណាអាហ្នឹងគេហៅសម្ដាប់ធ្នាប់វិន័យសិលធម៌នៅក្នុងក្រុមហ៊ុនយកគុណភាពលេខ1មិនឲ្យខ្វះកន្លែងណាចិត្តចង់អាហ្នឹងយើងឈ្នះហើយណាបាន3ហើយកន្លែងយើងបម្រើសេវាកម្មកន្លែងយើងលក់ឧបករណ៍សម្ភារៈហ្នឹងដែលជា business របស់យើងឲ្យហេដ្ឋារចនាសម្ព័ន្ធបរិស្ថានជុំវិញយើងហ្នឹងឲ្យវាស្អាតឲ្យវាគយគន់ល្អឲ្យមើលទៅរចនាសម្ព័ន្ធតាក់ទងភ្នែកអញ្ចឹងហេដ្ឋារចនាសម្ព័ន្ធឲ្យគុណភាពលេខ1អាហ្នឹងយើងឈ្នះទី5ហើយទី6ជុំវិញកន្លែងយើងលក់សេវាកម្មយើងផ្ដល់ហ្នឹងកុំឲ្យចូលមកស្មូកគ្រោកចូលមកវាឲ្យវាផាសុខភាព sanitation ឲ្យវាអនាម័យបរិស្ថានជុំវិញឲ្យវាក្អូបវាមានការតុបតែងល្អមានក្លិនអីចឹងទៅឲ្យគុណភាពអស្ចារ្យលេខ1ខាងហ្នឹងអាហ្នឹងយើងឈ្នះគេទៀតដែរហើយទី5ហើយចុះបើយើងnakផ្ដល់សេវាកម្មឲ្យភ្ញៀវហើយយើងnakផ្ដល់លក់របស់ឲ្យភ្ញៀវតើយើងត្រូវធ្វើជាបានលេខ1គឺអ្នកបុគ្គលិកយើងណែអ្នកធ្វើការយើងត្រូវមើលយ៉ាងម៉េចឲ្យគាត់មានសុខភាពល្អកុំឈឺស្កាត់មានផលទប់ស្កាត់ insurance អីទាំងអស់ឲ្យគាត់សុខភាពដើម្បីឲ្យគាត់សុបាយចិត្តសុខភាពល្អធ្វើការនៅក្នុងហ្នឹងទៅឲ្យអតិថិជនក្រៅបានលើក1អញ្ចឹងគុណភាពបុគ្គលិកយើងឲ្យបានដិតដល់ណាបាទបានគាត់ធ្វើកិច្ចការដិតដល់ទៅឲ្យអតិថិជនចាគុណភាពហ្នឹងគឺលើបុគ្គលិកមុនមិនអ្នកក្រៅអញ្ចឹងណាបាទហើយហ្នឹងទី6ឯណាទី7ចុងក្រោយគេគុណភាពទៅលើអ្នក stakeholder ទាំងអស់បើយើងបម្រើសេវាកម្មអីគេមួយយើងលក់អីគេមួយបើកហុកក្រុមហ៊ុនឯមួយយើងមិនមែនបើកតែខ្លួនឯងទេ stakeholder សូមតែម្ចាស់ផ្ទះក៏យើងនិយាយត្រូវគ្នាកុំឲ្យគេកាត់កងត្រាយើងចេញចិត្តខាងយើងនិយាយត្រូវគ្នាដើម្បីកុំឲ្យឆ្លោះគ្នាមើលមុខគ្នាមិនចំហើយនឹងកន្លែងណាក់ម៉ួយមកទិញយើងកុំឲ្យឆ្លោះនេះកុំឲ្យគេនិយាយដើមអញ្ញាធរនៅកន្លែងហ្នឹងក៏យើងត្រូវនិយាយគ្នាកុំឲ្យគេស្អប់យើងកុំអង្គុយរោរឿងយើងក្រសួងដែលយើងធ្វើការជាមួយនឹងឲ្យចុះឈ្មោះត្រឹមត្រូវឲ្យមានតំណែងបងតានិយាយទៅ stakeholder ទាំងអស់ឲ្យវាមានគេហៅថាអំណោយផលគុណភាពឲ្យបានអស្ចារ្យអញ្ចឹងគុណភាព7មុខហ្នឹងណាបើធ្វើបានធ្វើអីជោគជ័យអាហ្នឹងគឺការដឹកនាំមើលទៅលឹងទៅលើអាគុណភាព7មុខហ្នឹងគឺលុយហូរចូលឯងអាហ្នឹងទី1ទី2មួយក្មួយធ្វើអីក៏ដោយមិនថាធ្វើអង្គការមិនថាធ្វើការឲ្យគេធ្វើអីទេគឺនឹងលើកឯងអ្នកខ្លះអត់សូវចេះហ្មងតែងើបដោយបទពិសោធន៍ងើបដោយការឆ្លងកាត់ងើបដោយសារគេស្រឡាញ់គេឲ្យឱកាសធ្វើការធ្វើងាប់ខ្លួនគេហៅថាធ្វើនឹងគឺរៀនបទពិសោធន៍ដោយអត់បង់លុយដែលយើងគេលុយឲ្យលុយយើងហើយយើងបានចេះហើយអត់បង់លុយហ្នឹងគេរៀនយកបទពិសោធន៍មិនមែនរឿងទ្រឹស្ដីទេណារឿងទ្រឹស្ដីយើងបង់លុយទៅរៀនតែពេលយើងមកយកបទពិសោធន៍គេបង់លុយឲ្យយើងបង្រៀនយើងឲ្យចេះណាអញ្ចឹងមានន័យថាធ្វើក៏ដោយធ្វើឲ្យអស់ពីចិត្តពីកាយធ្វើយកចិត្តទៅដាក់ធ្វើដោយយើងពេញចិត្តធ្វើដែលយើងចេះបានពីការសិក្សារៀនធ្វើដែលយើងមានបទពិសោធន៍ហើយធ្វើឲ្យពេញលក្ខណៈអញ្ចឹងយើងជោគជ័យហើយអញ្ចឹងបើយើងជោគជ័យទៅលើចំណងចំណូលចិត្តយើងការចំណេះដឹងយើងហើយបទពិសោធន៍យើងធ្វើអស់ពីចិត្តពីកាយយើងយកអាចំណេះដឹងហ្នឹងទៅរកស៊ីទៅធ្វើអាហ្នឹងគឺជោគជ័យហើយក៏ប៉ុន្តែអ្នកខ្លះថាខ្ញុំចង់រកស៊ីតែខ្ញុំមិនដឹងយកពីណាខ្ញុំទៅរៀន businessចឹងចេញមកពី business ទៅរកស៊ី business អីអត់កើតទេចឹងរៀនអីណាមួយធ្វើអីមួយហើយថ្ងៃក្រោយអាហ្នឹងយកទៅធ្វើ business ចឹងណាបាទទាំងបើរៀនខាងarchitecture ចេញមកធ្វើការហ្នឹងយកទ្រឹស្ដីយើងរៀនហ្នឹងមកអនុវត្តក្នុងក្រុមហ៊ុនធ្វើឲ្យអស្ចារ្យធ្វើឲ្យអស្ចារ្យបានវឿនជាបទពិសោធន៍ហើយបានលុយប្រាក់ខែទៀតធ្វើយូរទៅប្រាក់ខែគេឲ្យខ្ពស់ទៀតមកទៅដឹកនាំទៅជា manager director យូរទៅ
ទៅជាអ្នកចេញមុខក្នុងក្រុមហ៊ុនហ្នឹងទៅចរចាទៅទិញរបស់ទៅគិតលុយទៅ recruit បុគ្គលិកធ្វើចុះទៅឡើងយើងដឹងអស់ហើយពីការរស់ស៊ីនៅខាង sector ហ្នឹងអញ្ចឹងដែលយើងចេញហើយធ្វើការហើយជួនកាលឡើងដល់ធំយើងបាច់ទៅរស់ស៊ីទេប្រាក់ខែច្រើនជាងរស់ស៊ីទៀតអត់មានហានិភ័យខ្លះគេថាអត់ទេខ្ញុំចង់មានមហិច្ឆតាធំជាងហ្នឹងចង់រស់ស៊ីច្រើនហ្នឹងយើងមូចេញមករស់ស៊ីខាងហ្នឹងចាស់កំណត់ក៏ចាស់កំណត់លុយកន្សំបានគ្រួសារក៏មានចឹងទំនុកទុកចិត្តក៏ក្រាស់ហើយផ្ទះដីធ្លីក៏បានទិញខ្លះដែរមកទៅអញ្ចឹងទៅរកខ្ចីធនាគារក៏គេឲ្យហើយដល់ពេលយើងទៅរកស៊ីជុំវិញម៉ូយើងក៏ធ្លាប់ស្គាល់អញ្ចឹងទាំងអស់ហ្នឹងហើយជាចំណុចចាប់ផ្ដើមអញ្ចឹងយើងជោគជ័យហើយហ្នឹងគេរកស៊ីតាមចំណង់ចំណូលចិត្តដែលយើងមានគឺរកស៊ីមាន3ចំនួនអញ្ចឹងបើរកស៊ីមាន3ចំនួនអញ្ចឹងអ្នកខ្លះថាធ្វើការខ្ញុំចង់ឲ្យបានជោគជ័យអញ្ចឹងហើយបើរស់ស៊ីខ្ញុំចង់បានជោគជ័យអញ្ចឹងជោគជ័យតើតែយើងយល់អំពីកត្តាជោគជ័យហ្នឹងអញ្ចឹងទី1ណាអានេះវាក្រៅសាច់រឿងតិចបើអ្នកខ្លះក៏ចាំខ្ញុំចង់ឲ្យកូនខ្ញុំទៅរស់ស៊ីដែរខ្ញុំធំតិចតិចខ្ញុំរៀនចប់ខ្ញុំចង់ចូលរស់ស៊ីដែររស់ស៊ីទី1យើងកុំឲ្យរស់ស៊ីខុសក្បួននៅស្រុកខ្មែរយើង6ប្រភេទខុសក្បួនរស់ស៊ីទី1គេរស់ស៊ីគេហៅថាប្រកួតប្រជែងហត់ឈុនហៀបើគេដាក់កាហ្វេមួយយើងដាក់ជុំវិញគ្នាអាហ្នឹងគេហៅអត់សូវចេះហើយសូវយល់ឃើញគេរមមានអីតរហ្នឹងជុំវិញគ្នាអត់មានអីឆ្នៃប្រឌិតថ្មីទេអញ្ចឹងអាហ្នឹងគេបានឲ្យគេទៅបាត់ហើយយើងមកធ្លាក់ពុកវាច្រើនពេកវាសាំតប៉ែនដែរអាហ្នឹងគេហៅ Rossi Sunrise Sunset គេកំពុងងើបហើយយើងមកដែរវាដល់ Sunset ធ្លាក់ពុកអញ្ចឹងអ្នកបើកគោលអស់10ម៉ឺន20ម៉ឺន25ម៉ឺនជួវេលាវាយចុះវាយឡើងវាហូបពេលនឹងខ្ញុំធ្វើឲ្យគេហៅទាំងអស់គ្នា6 7កាហ្វេហ្នឹងវាច្រើនពេលអាណាផឹកកាហ្វេអាហ្នឹងគេហៅ Rossi គ្មានការគិតគ្មានកំណត់ឆ្នៃប្រឌិតរបស់ផ្សេងធ្វើទៅតាមគេអាហ្នឹងវាច្រើនបរាជ័យហើយស្រុកប្រទេសកំពុងអភិវឌ្ឍហើយប្រជាជនសាយល់ដឹងធ្វើហ្នឹងឯង Rossi មួយទៀតគេហៅថា Rossi ជ្រេជើងមានថារងហើយក្មួយយុវជនចូលសមាគមនេះចូលសមាគមនេះចូលនេះចូលនោះហើយឃើញគេ Rossi ទៅមកសិតតែ group business ច្រើនណាហើយយើងដើរមកគេចង់ជួតម្រៃជួចង់ជួតាមតម្រៃដែរទៅធ្វើមិនឲ្យបានគ្រប់ដូចគេដែររស់ស៊ីចាប់ដើមនេះមិនទាន់បានត្រួតបួលមាន name card CEO ដើរចែកគេចូលសមាគមបានគឺជុំរួចភ្លេចខ្លួនអាក្រុមហ៊ុនចង់អារម្មណ៍ហ៎អញ្ចឹងភ្នាក់ខ្លួនចង់មកមើលវិញមិនតាមបានត្រួតបួលយកដើមមកដើមមួយទៀតបើក្រុមហ៊ុនទៀតបាន2គេដែរជាងគ្រប់ company អានេះក៏ខ្សោយអានេះក៏ខ្វះលុយអានេះខ្វះទុនធានអានេះខ្វះកម្លាំងដាក់មើលហើយមេlạiរវល់ដើរប្រជុំអត់មានពេលមកដឹកនាំខ្សែទុនរលំទាំងអស់ជ្រេជាងគេឲ្យរោស៊ីស្ថាបនិកនឹកឃើញអីមួយយល់អីមួយចេះមួយដឹងមួយចូលចិត្តអីមួយរោអាហ្នឹងរោហើយបើវាដើរថែមទៀតបើវាដើរថែមទៀតរហូតទៅវាធំទៅជាអ្នកគប់កងមួយអស្ចារ្យប្រចាំប្រទេសប្រចាំតំបន់អាហ្នឹងក៏រោស៊ីស្ថាបនិកដល់គេស្គាល់ថាតកែទុរេងតកែស្វាយតកែមន់តកែជ្រូកនៅប្រទេសហ្នឹងក្នុងតំបន់ហ្នឹងនឹងរស់ស៊ីស្ថាបនិកយើងអត់ទេម្នាក់ធ្វើអានេះតិចហើយសម្បត្តិធ្វើនេះទេធ្វើនេះអញ្ចឹងគូក្បាលណាបើបានមើលនេះផងព្រមមនុស្សយើងមានគូក្បាលតែមួយហើយ 100% ផ្ដោតទៅលើមួយបានវាដើរតែ 100% យើងផ្ដោតទៅពី3កន្លែងវាអត់មានកំណត់ដឹកនាំទេហើយយើងត្រូវការគិតច្រើនកន្លែងអញ្ចឹងធ្វើអ្វីមួយយកចូលចិត្តបើធ្វើទៅវានៅតែរីកធ្វើទៀតវានៅតែដើរធ្វើទៀតវានៅតែពេញនិយមធ្វើទៀតបើសិនមានម៉ូយតម្រូវការធ្វើទៀតធ្វើតតែវាពេញទឹកពេញដីហើយបើតែរបស់ហ្នឹងគេថាធ្វើទៅស៊ីមិនចេះអស់មួយហើយស៊ីមិនចេះតលន់អាហ្នឹងគេហៅមុខរបរដែលធ្វើយ៉ាងមានហើយអញ្ចឹងរស់ស៊ីមុខរបរដែលធ្វើឲ្យស៊ីមិនចេះឆ្អែតស៊ីមិនចេះអស់មួយហើយស៊ីមិនចេះតលន់មុខរបរហ្នឹងគឺមុខរបរឆ្នាំងបាយយើងដែលធ្វើយ៉ាងរីកចម្រើនជោគជ័យទៅជាអ្នកស្ថាបនិករស់ស៊ីដែលបរាជ័យមួយទៀតគឺរស់ស៊ីណាគេហៅថាចូលហ៊ុនគ្នាហើយក្នុងប្រវត្តិក្នុងសភៅគឺអត់មានរស់ស៊ីចូលហ៊ុនគ្នាទេគេមានរស់ស៊ីតែ merge and acquisition ចូលគ្នាដែលថាក្រុមហ៊ុនធំមួយមើលឃើញក្រុមហ៊ុននេះហើយចង់ទិញដើម្បីទិញ share មកមើលចូលគ្នាធំមួយអញ្ចឹងក្រុមហ៊ុននៅស្រុកខ្មែរគឺច្រើនណាស់បរទេសចង់ទិញវាមិនកើតព្រោះទី1មិនមានច្បាប់ទម្លាប់ត្រឹមត្រូវអត់បង់តាក់អត់ចុះឈ្មោះហើយអត់ audit លុយមិនដឹងអីណាណីអញ្ចឹងគេចង់ចូលវាមិនកើតអញ្ចឹងច្រើនមែនធំមែនតែគេ foreign investment ចូលរួចពីព្រោះក្រុមហ៊ុនហ្នឹង
វាមិនក្បោះក្បាយច្បាស់លាស់គេចង់ចូលក្រុមហ៊ុនដាក់លុយចូលមករាប់រយលានហ្នឹងដើម្បីបរិក្រុមហ៊ុនហ្នឹងឲ្យធំក្នុងប្រទេសដើម្បីគេបរិបានទៅបរិមិនបានបើសិនក្រុមហ៊ុនហ្នឹងវាអត់ដឹងក្បាលកតុយណាច្បូតពីណាទៅណាដូច្នេះហើយអត់ហ៊ាន audit ចូលអត់បានដោយសារគេអត់ audit នឹងកែព្រោះម្ចាស់ក្រុមហ៊ុនហ្នឹងខ្លាចមានតកៅក្នុងពោះក្នុងកំប៉ុងឆ្អឹងក្នុង closet ក្នុងទូកៅអៅដោយសារលួចតាក់ច្រើនពេកមិនបង់តាក់ដល់ពេល audit ទៅជពាក់ជប៉ុនទៅច្រើនទៅវិន័យតាក់ហើយដល់ពេលបែងចែកទៅមិនដឹងថាបងប្អូនអាណាហ៊ុនប្រមាណចូលជាមួយក្រុមហ៊ុនណាទៀតវាងាយងាយអញ្ចឹងគេហៅថារហងៃរុស្ស៊ីអាក្បួនហ៊ុនងាយងាយចឹងឯងដល់ពេលអញ្ចឹងវាអត់មាន corporate company អត់មាន corporate governance ច្បាស់លាស់អញ្ចឹងរុស្ស៊ីយូរទៅចំណេញគឺចំណែនតែខាតគឺឆ្លោះដល់បានធំឡើងគឺបែកចឹងអត់ដែលនៅស្រុកទេអានឹងរុស្ស៊ីមួយទៀតដែរខុសក្បួនគេឲ្យរុស្ស៊ី merge គេទិញចូលមកមើលចូលគ្នាធ្វើឲ្យធំឡើងបើខ្សែកម្មមកប្រើបើ 7-Eleven មកប្រើហ្នឹង100 7-Eleven បើ Starbucks មកប្រើហ្នឹង10 Starbucks មកប្រើហ្នឹងគេធ្វើអញ្ចឹងរុស្ស៊ីមួយទៀតគេហៅថារុស្ស៊ីឆ្អឹងពងករុស្ស៊ីចុកឈាមមិននឹងវប្បធម៌ស្រុកខ្មែរមិនចូលចិត្តតែរុស្ស៊ីឲ្យគេមកកាន់យើងអត់ចេះកាន់យូរទៅស្រាប់ថាគេចេះគេដឹងម៉ូគេដឹងរបស់លក់គេដឹងឡើយណាហើយយើងជាម្ចាស់មានលុយមែនតែគេអ្នកធ្វើយូរទៅអូនកាន់នឹងគាត់ទៅលុកចង់បានប្រាក់ខែច្រើនចង់បានកុំមីសិនច្រើនយូរទៅពេកដូចខ្នាញ់ចង់ពិបាកដេញចេញគឺអារម្មណ៍ព្រោះអ្វីមិនដៃគាត់បើឲ្យប្រាក់ខែច្រើនពេកវាថាវាមិនចេះស្ងប់សោះអញ្ចឹងមានន័យថាឥឡូវកុំឲ្យហៅរឿងច្រើនពេកឲ្យហ៊ុនណា 10% ឆ្អឹងពងកតែហ៊ុនគេម្ចាស់គេកលុកហើយគេមានសិទ្ធអានឹងយូរទៅទាត់យើងចោលទៀតអញ្ចឹងគេមិនឲ្យហ៊ុនគេឲ្យហ៊ុនខ្ចោលណាហ៊ុនខ្ចោលមានថាណៃធ្វើទៅបើចំណេញ1លានគេមកឲ្យ 100000 ឆ្នាំអញ្ចឹងណានឹងធ្វើដល់ងាប់ខ្លួនហើយក៏មិនក្បត់យើងហើយក៏មិនចេញដែរព្រោះគាត់បានភាគរយនៅនឹងរាល់ឆ្នាំដូចជាម្ចាស់ដែរគាត់ថាបើណែឯងចង់ចេញអស់ប៉ុណ្ណឹងអាហ្នឹងគេរកស៊ីអញ្ចឹងមួយទៀតអញ្ចឹងមានវិធីសាស្ត្ររុស្ស៊ីច្រើនដែលយើងរហងៃរុស្ស៊ីខុសក្បួននៅស្រុកខ្មែរប៉ុន្តែខ្ញុំមិនមែនជាអ្នករុស្ស៊ីធំដុំខ្ញុំមិនអ្នកចេះដឹងច្រើនទេយើងទៅប្រាប់គេច្រើនពេកនៅស្រុកខ្មែរគេសិតតែ billionaire multi 100 millionaire យើងទៅប្រាប់គេសើចយើងពួកខ្ញុំគឺអ្នកអប់រំមួយទីមួយខ្ញុំជាវិជ្ជបណ្ឌិតទេណាហើយទី2ខ្ញុំជាអ្នកសុខភាពសាធារណៈជំនាញសុខភាពសាធារណៈទេហើយទី3ខ្ញុំអ្នកជាអប់រំទេហើយខ្ញុំធ្វើការរកស៊ីទីទូទៅប្រទេសលូតលាស់ទៅតាមការរៀនសូត្ររបស់ខ្ញុំពួកខ្ញុំរៀន MBA ដែរប៉ុន្តែអត់ទាន់ចប់ព្រោះខ្ញុំយកថ្នាក់ច្រើនពេកជាមួយ Master Public Health ហ្នឹងតែអញ្ចឹងខ្ញុំត្រឡប់ drop out MBA ចឹងទៅអញ្ចឹងក៏រកស៊ីទៅតាមយថាកម្មចឹងទៅហើយមកជីវិតខ្ញុំគាត់ទៅពេទ្យស្ម័គ្រចិត្តទេហើយអ្នកខ្លះអត់ដឹងថាខ្ញុំកំពុងព្យាបាលទេអញ្ចឹងអ្នកខ្លះទៀតគាត់ថាខ្ញុំមានបញ្ហាផ្លូវចិត្តខ្ញុំមានបញ្ហាចេះខ្ញុំមកថ្ងៃខ្ញុំព្យាបាលតែខ្ញុំផ្ដោតទៅលើផ្លូវចិត្តច្រើនតែជំងឺផ្សេងៗក៏ខ្ញុំមើលដែរប៉ុន្តែគាត់ខ្ញុំអត់យកលុយទេណាហើយប៉ុន្តែបើខ្ញុំអត់យកលុយមនុស្សមកច្រើនខ្ញុំព្យាបាលមិនទាន់ដូចចិត្តអញ្ចឹងអ្នកខ្លះទៅគាត់មានបញ្ហាផ្លូវចិត្តអ្នកខ្លះទៅចង់សម្លាប់ខ្លួនអ្នកខ្លះទៅគេមិនលក់អ្នកខ្លះទៅបាក់ទឹកចិត្តនៅក្នុងបន្ទប់អ្នកខ្លះទៅសង្ងោចអ្នកខ្លះទៅគួយយំអ្នកខ្លះទៅឯកោអត់ចង់ធ្វើអីមិនចង់ទៅណាអាចណែនាំមកខ្ញុំបានខ្ញុំជួយព្យាបាលហើយការព្យាបាលនេះតាមខ្ញុំសិក្សាគេថាមកស្រុកខ្មែរមានតែ46អ្នកទេពេទ្យជំនាញខាងហ្នឹងបំរើ6-10លានអ្នកជាងហើយពេទ្យដែលថាយើងមានហ្នឹងខ្ញុំមិនថាគាត់អាក្រក់អីទេគាត់ចេះដែរគាត់ស្ទាត់ក៏ប៉ុន្តែភាគច្រើនពេលវេលាវាខ្លីធ្វើឲ្យគាត់វិនិច្ឆ័យជំងឺនឹងខុសហើយព្យាបាលមកគឺឲ្យថ្នាំខុសដូច្នេះហើយធ្វើឲ្យគាត់អត់ជាបញ្ហាអត់ជានឹងហើយយូរទៅគាត់ទៅដែរណាអត់ជាប៉ុន្តែគាត់ត្រូវទៅព្រោះអត់គាត់ទេគាត់មានអារម្មណ៍ពិការអញ្ចឹងបើយើងនិយាយសាមញ្ញគឺចិញ្ចឹមដុកទ័រហ្នឹងបងលុយហើយបើចង់ចេញទៅកន្លែងពេទ្យផ្សេងទៅមិនកើតពីព្រោះពេទ្យនឹងគាត់ឲ្យថ្នាំមកបកសបកអញ្ចឹងបើសិនជាទៅពេទ្យផ្សេងមិនដឹងញ៉ាំថ្នាំមិនបន្តព្រោះថ្នាំបកសបកបើយើងឲ្យពេទ្យផ្សេងឲ្យខុសវាពលងាប់ស្លាប់ខ្លួនចឹងវាវេទនាណាជាជនយើងប្រឈមកតានៅការបោកប្រាស់នៅការគៀបសង្កត់នៅការលាក់បាំងនៅការនិយាយទៅខុសច្បាប់ច្រើនដែលស្រុកគេមួយជាប់គុកអស់ហើយអ្នកខ្លះដែលធ្វើផុសច្បាប់អញ្ចឹងប៉ុន្តែវាកំហុសអ្នកជំងឺដែរជួនកាលបើយើងសេឆ្នាំឲ្យទៅគិតថាថ្នាំហ្នឹងត្រូវអញ្ចឹងអញត្រូវគេក៏ត្រូវដែរប៉ុន្តែដល់ពេលញ៉ាំទៅកាលនោះប្រកាច់ស្លាប់ក៏បានព្រោះបរិមាណខុសគ្នាជាតិគីមីក្នុងខ្លួនខុសគ្នាញ៉ាំទៅអត់ដូចគ្នាទេអញ្ចឹងបានគេមិនសូវឲ្យឈ្មោះថ្នាំដោយសារ
អ្នកជំងឺនឹងគួរជួយចិត្តតែចូលព្យាបាលខ្លួនឯងចឹងណាបាទហើយធ្វើអីក៏ដោយត្រូវដឹងថាឲ្យមានគេហៅថា 3C confident ណាទំនុកទុកចិត្តហើយនឹងចេញមកពីចំណេះដឹងបទពិសោធន៍យើងហ៊ាននឹងធ្វើប្រឡូកហើយតែយើងមាន confident ហើយយើងធ្វើការយើងនឹងគេគោរពជោគជ័យលើដើមបើយើងចេះរក្សា confidential ភាពអាក់បាំងភាពរបស់បុគ្គលរបស់តការបស់ក្រុមហ៊ុនហើយយើងមិនចេះនិយាយពីល្បិចល្ពតទៅនេះទៅនោះចឹងណារក្សា confidential ហើយយើងធ្វើយូរទៅគេគោរពគេទុកទឹកគេយកយើងជាអ្នក confidant អ្នកគេហៅថា mentor អញ្ចឹងមានការអីគេពិភាក្សាមួយយើងគេសុំយោបល់យើងសួរយើងយូរទៅយើងឆ្លើយគេជាអ្នក advisor គេមួយជា confidant គេមួយអាហ្នឹងយូរទៅយើងទៅជាជោគជ័យអញ្ចឹង 3C នឹងធ្វើយើងជោគជ័យទី3បន្តមកទៀត 3Q ធ្វើយើងជោគជ័យធ្វើអីក៏ដោយរក្សាទៅលើណា quality បើយើងមាន quality ធ្វើអីក៏ធ្វើល្អធ្វើអីធ្វើដល់អស់ចាប់ចិត្តចង់ប៉ុន្តែមាន quality តើយើងមាន qualification យើងមានគេហៅថាចំណេះដឹងបទពិសោធន៍បើយើងធ្វើ quality បានដោយសារយើងមាន qualification យើង qualify អញ្ចឹងបើយើង qualify ហើយមាន qualification យើងធ្វើអ្វី quality គេហើយចុះបើយើងធ្វើ quality គុណភាពល្អគេតើគេយកអត់បើយើងធ្វើបានតិចយើងចេះជំនាញចំណេះដឹងតែថាយើង quality គេតែ quality គេបានតិច no យើងធ្វើ quality ដែលថាយើងផ្ចិតចង់ពេកបានតិចគេអត់យកដែរគេចង់បាន quantity ច្រើនអញ្ចឹងធ្វើអីក៏ដោយ qualify យើង qualify យើងមានចំណេះដឹងបទពិសោធន៍ហើយយើងធ្វើឲ្យ quality គេល្អហើយបានច្រើនអាហ្នឹងបានជោគជ័យមួយទៀតអញ្ចឹងណាបាទ